ស្ដីបងប្អូនទាំងគ្នាឥឡូវយើងមកមើលចំការដូងរបស់យើងណាអត់ឡសោះបងប្អូនអត់បានដាក់ជីអីសោះបានតែយើងដាក់ផេះអង្កាមហើយនឹងលាយជាមួយអៃកូតិចតួចណាអត់ល្អដោយសារខ្យល់ខ្លាំងពេកហើយដីថ្មីណាដីថ្មីវាមិនសូវមានជីជាតិទេបងប្អូនអើយនេះយើងកាប់រណ្ដៅដាំបន្លែបន្ថែមដើម្បីផ្សំយកលុយលក់ទៅលុយទិញជីទិញអីប្រើប្រាស់ណាបងប្អូនអានឹងយើងតើដាំមានចេកមានស្លឹកគ្រៃមានអីបន្តិចបន្តួចអញ្ចឹងណាដើម្បីធ្វើការយកលក់យកវាទៅប្រើប្រាស់ណាហើយលក់វាយកទៅប្រើប្រាស់សម្រាប់ពេលដែលយើងត្រូវការជីដូងណាថ្នាំណាយើងមិនសូវបានបាញ់ថ្នាំហើយនឹងដាក់ជីគឺវាមិនល្អទេដូងណាតើយើងធ្វើការដាំដាក់ជីដាំហើយដាក់ជីដាក់ឲ្យបានត្រឹមត្រូវណាអញ្ចឹងខាងនោះគេធ្វើស្រែណាបងប្អូននឹងវាលស្រែគេល្វឹងល្វើយណាទេសភាពពេលរសៀលថ្ងៃអាទិត្យណាហ្នឹងហើយយើងទំនេរយើងមកធ្វើការចាប់រណ្ដៅដាំទ្រាប់ណាដាំអីបន្ថែមណាដើម្បីបានជាចំណូលខ្លះសម្រាប់ក្នុងការទិញជីយកមកប្រើប្រាស់ទៅលើកសិកម្មរបស់យើងហ្នឹងណាដើម្បីឲ្យបានល្អបើយើងអត់បានធ្វើការដាំដាក់ជីត្រឹមត្រូវទេគឺអំបិលហើយបងប្អូនណាគឺអំបិលហើយកសិកម្មកម្មប្រែថាកម្មនឹងឯងគឺកសិកម្មតើធ្វើកម្មមិនបានផលណាអញ្ចឹងយើងដាំបានដូចជា2ខែណាដូងយើងដាំបាន2ខែសត្វវាស៊ីពេកណាសត្វអានេះដូចកាភេមស៊ីស្លឹកអស់លេងបាញ់ថ្នាំទៅលេងស្ងាត់វាអញ្ចឹងយើងអាចមួយសប្តាហ៍យើងអាចធ្វើការបាញ់វាម្ដងឬក៏3-4 ថ្ងៃយើងអាចបាញ់ម្ដងបើទំនេរណាតែអញ្ចឹងស៊ីអស់អាសត្វដូចកាភេមអញ្ចឹងទូចអញ្ចឹងស៊ីចេកស្លឹកចេកស្លឹកអីរេចអស់លេងយ៉ាងសល់ទេ